ที่30 ខែ វិច្ឆិកា ឆ្នាំ 2025 នេះ ប្រទេសមីយ៉ាន់ម៉ាបានផ្លោងគ្រាប់កំភ្លើងធំចូលទឹកដីថៃចំនួន 5 គ្រាប់ នៅថ្ងៃអាទិត្យទី 30 ខែ វិច្ឆិកា ឆ្នាំ 2025 នេះ មានករណីប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លាមួយកើតឡើងរវាងទ័ពយោធាមីយ៉ាន់ម៉ា ឬក៏ភូមានិងក្រុមឧទាមប្រឆាំងជាមួយនឹងប្រទេសមីយ៉ាន់ម៉ាដោយដែលបងប្អូនស្គាល់ហើយគឺជាក្រុមឧទាមដែលនៅតំបន់ការ៉ែនតែងតែប្រឆាំងជាមួយនឹងរដ្ឋាភិបាលភូមាដោយបានធ្វើឲ្យភ្លាត់គ្រាប់កំភ្លើងធំចំនួន 5 គ្រាប់ចូលមកក្នុងដែនដីប្រទេសថៃនៅក្នុងតំបន់មេសូតខេត្តតាក្នុងនោះដែលបណ្ដាលឲ្យប្រជាពលរដ្ឋស៊ីវិលរងរបួសចំនួន 4 នាក់ក្នុងនោះកងកម្លាំងទ័ពពិសេសថៃដែលយើងតែងស្គាល់ថារាជមនូក៏បានបាញ់ព្រមានទៅលើប្រទេសមីយ៉ាន់ម៉ាចំនួន 5 លើកផងដែរដើម្បីជាការឆ្លើយតបផងដែររួចក៏ស្ងប់ស្ងាត់ទៅវិញគូបញ្ជាក់ផងដែរថាគិតត្រឹមម៉ោងនេះកងកម្លាំងថៃក៏ដូចជាអាជ្ញាធរថៃកំពុងតែរឹតបន្តឹងសន្តិសុខតាមបណ្ដោយព្រំដែនរវាងប្រទេសមីយ៉ាន់ម៉ាឬក៏ភូមានឹងគឺក្នុងកម្រិតខ្ពស់និងយកចិត្តទុកដាក់ជាទីបំផុតគូបញ្ជាក់ផងដែរថាប្រទេសភូមាបច្ចុប្បន្ននេះគឺមានក្រុមឧទាមដែលប្រឆាំងជាមួយនឹងរដ្ឋាភិបាលភូមាគឺនៅតំបន់ដែលជាប់ជាមួយនឹងព្រំដែនរវាងប្រទេសថៃនិងប្រទេសមីយ៉ាន់ម៉ាហើយមួយរយៈពេលចុងក្រោយនេះគឺយោធារបស់ភូមាគឺតែងតែបាញ់គ្រាប់ដើម្បីប្រឆាំងជាមួយនឹងក្រុមឧទាមប៉ុន្តែចៃដន្យគ្រាប់មួយចំនួនក៏បានចូលនៅក្នុងទឹកដីថៃផងដែរបាទជាងព័ត៌មាននេះគឺសូមបញ្ចប់តែប៉ុណ្ណឹងតាក់ទងជាមួយនឹងភូមាបាញ់គ្រាប់ចំនួន 5 គ្រាប់ចូលទឹកដីថៃ